សូមកុំភ័យលើការតាក់តែងម៉ែកកុំភ័យថាផ្លែមិនផ្លែនោះតែងម៉ែកឆ្លាស់កាលណាគឺផ្លែកាលហ្នឹងក្របក៏ល្អផ្លែក៏កាន់ រៀបសួរពូឃើញកសិករគេមកជុំគ្នានៅជាការស្វែងចន្ទីនេះគេរៀបចំកម្មវិធីដែរពូកម្មវិធីចែករំលែកបទពិសោធន៍ទៅដល់កសិករឬសមាជិកសហគមន៍ដែលមានដំណាំស្វាយចន្ទីដែលគ្រប់គ្រងដោយគម្រោង Aspire AT ចាពូអញ្ចឹងហេតុអីបានជាគេរៀបចំកម្មវិធីឲ្យពូជាកសិករដែលមានបទពិសោធន៍ដាំដុះដំណាំស្វាយចន្ទីហ្នឹងចែករំលែកទៅដល់សមាជិកសហគមន៍របស់ពូដែរពូក្នុងចំណុចហ្នឹងដោយសារអីដោយសារខ្ញុំជាកសិករបងប្អូនទាំងអស់ហ្នឹងក៏ជាកសិករអញ្ចឹងខ្ញុំមានបទពិសោធន៍ខ្លះជួយដល់គាត់ខ្លះដំណាំអីធ្វើបានល្មិចធ្វើម៉េចដូចជាដាក់ជីដូចជាតែងស្វាក់ម៉ែកស្វាយដូចជាបាញ់ឆ្នាំអីផ្សេងដែលខ្ញុំទៅរៀននៅសឹងត្រែងអញ្ចឹងណាដើម្បីមកចែករំលែកឲ្យគាត់យល់បានក្នុងសមាជិកសហគមន៍ហ្នឹងឲ្យរីកចម្រើនបាទអ្នកខ្លះអត់បានមកទេក៏ប៉ុន្តែគាត់ចង់ដឹងទៅក៏គាត់សួរដែរតែធ្វើរបៀបម៉េចដាក់ជីរបៀបម៉េចតែងម៉េចរបៀបម៉េចឬបាញ់ឆ្នាំរបៀបម៉េចដូចជាតកៅដូចជាការពារអីសម្មើការពារមុខតែមុខអីចឹងបាទនឹងខ្ញុំប្រាប់ជាបន្តដើម្បីឲ្យគាត់យល់ឲ្យគាត់រីកចម្រើនក្នុងការអភិវឌ្ឍស្វាយយើងឲ្យជោគជ័យបាទថ្ងៃនេះគឺយើងទី1គឺយើងបរៀនទ្រឹស្ដីពីរហ្នឹងគេបរៀនជាក់ស្ដែងតាមគល់ស្វាយតែម្ដងបាទអានេះខ្ញុំមានបទពិសោធន៍តែ2ទេបាទទីសាស្ត្រនៃការដាក់ជីគឺមាន3របៀបបាទរបៀបទី1យើងពូតជាវែងគឺមាន4កន្លែងក្នុងមួយដើមបាទវែងប្រហែល1ម៉ែត្រហ្នឹង4កន្លែងក្នុងមួយដើមវិធីសាស្ត្រទី2គឺកាប់ជារណ្ដៅ4កន្លែងដូចគ្នាក្នុងដើម1គឺ4កន្លែងដូចគ្នាបាទហើយទី3នោះខ្ញុំប្រៀបថាដើមស្វាយតូចឬធំរបៀបទី3គឺមានស្ថានភាពខុសគ្នាគឺដូចជាដើមស្វាយខ្លះវានៅតូចយើងកម្លាំងជុំវិញដើមបាទព្យួរឬកាប់ហ្នឹងជុំវិញដើមទៅវាបានផលហើយបើដូចស្វាយខ្ញុំធំចឹងខ្ញុំឈូតកដាលតែម្ដងហើយបាទអានឹងសូមបញ្ជាក់នឹងជម្រាបចែកជូនអញ្ចឹងអានឹងវិធីសាស្ត្រទី3បាទទីដែលយើងត្រូវតែងគឺមើលតាមស្ថានភាពមេឃទី1ដូចមេឃនេះយើងត្រូវកាត់ចោលដំបូងមុននឹងកាត់ហ្នឹងយើងត្រូវកាត់ខាងក្រោមបន្តិចសិនបាទកាត់បន្តិចសិនទើបយើងអាពីលើហើយកុំឲ្យវាអាយ៉ះម៉ែកទេនាំឲ្យមានមេរោគដូចជាតកៅដួងអីនាំឲ្យខូចម៉ែកស្វាយរបស់យើងបាទអាហ្នឹងយើងជាដំបូងយើងត្រូវជួយអាហ្នឹងតែងម៉ែកស្វាយនឹងរួចហើយបានយើងចាប់ផ្ដើមបន្តតែងម៉ែកមួយទៀតដូចជាម៉ែកនេះអញ្ចឹងម៉ែកនេះអាម៉ែកងំអញ្ចឹងយើងកាត់ចោលហើយនឹងអានេះអីយើងកាត់ចោលទាំងអស់ដើម្បីឲ្យមានធាតុអាកាសចេញចូលកុំឲ្យមានជំងឺបាទកុំឲ្យមានជំងឺដល់ស្វាយបាទអាហ្នឹងសូមបញ្ជាក់ដល់អស់លោកស្រីទាំងអស់ឲ្យយល់ទាំងអស់គ្នាក្នុងការធ្វើនេះបាទហើយទី2ទៀតនេះយើងកាត់អាកំជិលនេះអាកំជិលដែលងំហ្នឹងវាកាត់ចេញអស់អត់មានទុកទេអាហ្នឹងដើម្បីយកធាតុអាកាសនិងពន្លឺឲ្យបានគ្រប់គ្រាន់ដើម្បីស្វាយបានផលបាទសូមកុំភ័យលើការតាក់តែងម៉ែកកុំភ័យថាផ្លែមិនផ្លែនោះតែងម៉ែកឆ្លាស់កាលណាគឺផ្លែកាលហ្នឹងក្របក៏ល្អផ្លែក៏កាន់ខ្ញុំបាទសូមថ្លែងអំណរគុណដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំគ្រប់គ្រងដោយកម្មវិធី Aspire AT បានផ្ដល់ឱកាសឲ្យខ្ញុំបាទទៅរៀននៅស្ទឹងត្រែងយកបទពិសោធន៍ពីកសិករនាំមុខលើស្វាយចន្ទីដើម្បីយកបទពិសោធន៍ចែកជូនដល់សហគមន៍របស់ខ្ញុំឲ្យបានជោគជ័យនិងទទួលបានផលច្រើន